សូមជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះទីស្រីមួយជាគរុនិស្សិតបរិញ្ញាបត្រ1នាងខ្ញុំមកពីក្នុងឋានៈ A ឬក៏ឋានៈកអញ្ចឹងថ្ងៃនេះនាងខ្ញុំនឹងនិយាយអំពីមេរៀនទី2ការវាយតម្លៃនៅក្នុងថ្នាក់រៀននិងតួនាទីក្នុងការវាយតម្លៃក្នុងការបង្រៀននិងការរៀនប៉ុន្តែមុននឹងចូលដល់ចំណុចមេរៀនទី2នាងខ្ញុំចង់រំលឹកខ្លះៗពីការវាយតម្លៃនៅក្នុងថ្នាក់រៀនចាត់សិនចាអញ្ចឹងការវាយតម្លៃនៅក្នុងថ្នាក់រៀនឬមួយក៏ learning assessment ហ្នឹងគឺគេសំដៅទៅលើការស្ទាបស្ទង់ឬការវាស់វែងកម្រិតនៃការយល់ដឹងរបស់សិស្សដូចនេះនៅក្នុងការវាយតម្លៃក្នុងថ្នាក់រៀនឬមួយក៏ការវាយតម្លៃក្នុងការសិក្សារបស់សិស្សទាក់ទងជាមួយនឹង learning assessment ហ្នឹងត្រូវបានគេចែកចេញជា3ទី1នោះគឺ learning of assessment គឺគេសំដៅទៅលើការវាយតម្លៃសិស្សនៅពេលដែលគាត់លក្ខណៈថាការវាយតម្លៃនៅបញ្ចប់របស់គាត់នៅពេលដែលគាត់រៀនក្រោយពេលដែលគាត់សិក្សាអញ្ចឹងមួយទៀតនោះគឺ assessment for learning អញ្ចឹងគឺសំដៅទៅលើការធ្វើការវាយតម្លៃគាត់ក្នុងអំឡុងពេលដែលគាត់រៀនអញ្ចឹងធ្វើឡើងជាដំណាក់កាលឬមកក៏គេហៅវាថាជា formative សម្រាប់ assessment មួយទៀតនោះគឺ assessment as learning គឺ assessment នេះគឺសំដៅទៅលើសិស្សគាត់វាយតម្លៃដោយខ្លួនឯងថាកម្រិតនៃការយល់ដឹងរបស់គាត់បានប៉ុណ្ណាចំណុចដែលគាត់យល់ប៉ុណ្ណាគឺសិស្សគាត់ជាអ្នកវាយតម្លៃដោយខ្លួនឯងចឹងហេតុអីបានជាគេគិតថាការវាយតម្លៃចំពោះសិស្សវាពិតជាសំខាន់ឬមួយក៏ហេតុអីចាំបាច់វាយតម្លៃសិស្សអញ្ចឹងនៅក្នុងមេរៀននេះនាងខ្ញុំនឹងបញ្យល់បន្ថែមទៀតអំពីការវាយតម្លៃនៅក្នុងថ្នាក់រៀននិងតួនាទីការវាយតម្លៃនៅក្នុងការបង្រៀនហើយនិងការរៀនចាអញ្ចឹងនៅក្នុងមេរៀននេះគឺមានវត្ថុបំណងចំនួន3ដែលពង្យល់ទី1គឺពង្យល់ពីធម្មជាតិនៃការវាយតម្លៃថ្នាក់រៀនពីគោលបំណងចរិតលក្ខណៈនិងរបៀបនៃការវាយតម្លៃនៅក្នុងថ្នាក់រៀននិងពីប្រភេទនៃការវាយតម្លៃថ្នាក់រៀនហ្នឹងតើវាខុសពីប្រភេទនៃការវាយតម្លៃផ្សេងទៀតបែបណាដែរចាហើយនឹងចំណុចទី2នៃគោលបំណងឬមកសំទោសវត្ថុបំណងនៅក្នុងមេរៀននេះគឺបញ្ចូលពីការប្រភេទនៃការវាយតម្លៃផ្សេងៗនៅក្នុងការរៀនហើយនិងការបង្រៀនផងដែរចានៅចំណុចទី3គឺប្រាប់បានពីកត្តាផ្សេងៗអញ្ចឹងកត្តានោះរួមមានទំនួលខុសត្រូវក្នុងការបង្កើតទេពប្រឡងហើយឬមួយក៏ជាកត្តាដែលវាជាឥទ្ធិពលដល់ការសម្រេចចិត្តពីរបៀបវាយតម្លៃថ្នាក់រៀននិងការអនុវត្តរបស់គ្រូម្នាក់ចាអញ្ចឹងសម្រាប់មាតិកានៅក្នុងមេរៀនទី2នេះដូចខ្ញុំមានមាតិកា3ទី1គឺសេចក្តីផ្ដើមហើយនិងទី2គឺកត្តាសំខាន់ដែលវាជាឥទ្ធិពលទៅដល់ការវាយតម្លៃក្នុងថ្នាក់រៀនហើយនឹងចំណុចទី3ចុងក្រោយគឺធាតុផ្សំនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនចាអញ្ចឹងសម្រាប់នាងខ្ញុំផ្ទាល់ខ្ញុំយល់ថាសេចក្តីផ្ដើមនៅពេលដែលយើងការបង្រៀនក្រុមសារមេរៀនបទពិសោធន៍ការវាយតម្លៃវាស្ទើរមានភាពបន្ស៊ីគ្នារវាងការសម្រេចចិត្តឬមួយក៏ការជំរុញឲ្យវាត្រូវបានលើកកម្ពស់ចាអញ្ចឹងចំណុចទី2ជំរាបថាសេចក្តីផ្ដើមគឺនិយាយពីការវាយតម្លៃទាំងក្នុងការបង្រៀនហើយនិងការរៀនផងដែរអញ្ចឹងមេរៀននេះគឺផ្ដោតទៅលើការស្ទាបស្ទង់ឬមួយក៏សមត្ថភាពនៃការយល់ដឹងរបស់កូនសិស្សផងដែរហើយក៏ដូចជាតកតងជាមួយនឹងការបង្រៀនខ្លឹមសារមេរៀនគឺវាផ្សារភ្ជាប់គ្នាចាអញ្ចឹងចំណុចទី2គឺតើកត្តាអ្វីខ្លះដែលជាឥទ្ធិពលទៅលើការវាយតម្លៃក្នុងថ្នាក់រៀនអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាកត្តាដែលជាឥទ្ធិពលទៅលើការវាយតម្លៃនៅក្នុងថ្នាក់រៀនគឺវាមានចំនួន6ឬមួយក៏គេហៅថា classroom assessment អញ្ចឹងទី1នោះតកតងទៅនឹងចំណេះដឹងបំណិនហើយនឹងអរិយាប័ត្រនៅសតវត្សទី21ទី2គឺតកតងទៅនឹងបច្ចេកវិទ្យាហើយទី3នោះគឺតកតងទៅនឹងគោលការណ៍នៃការបង្រៀននិងការរៀនទ្រឹស្ដីបង្រៀននិងមេរៀនផ្សេងហើយចំណុចទី4នោះការអប់រំតាមប្រព័ន្ធស្តង់ដារហើយនឹងចំណុចទី5ការប្រឡងថ្នាក់ជាតិនានាហើយនឹងចំណុចទី6ចុងក្រោយនោះតកតងទៅនឹងអក្ខរកម្មផ្នែកទិន្នន័យផងដែរចាអញ្ចឹងចំណុចមួយសុទ្ធតែវាជះឥទ្ធិពលទៅដល់ការវាយតម្លៃនៅក្នុងថ្នាក់រៀនផងដែរអញ្ចឹងនៅក្នុងចំណុចនេះទី1គឺអាចតម្រូវការគេនិយាយពីតម្រូវការពិភពលោកអន្តរទំនាក់ទំនងដែលផ្អែកលើព័ត៌មាននៅក្នុងចំណុចនេះដែរគឺគេផ្ដោតទៅលើសង្គមដែលប្រកបទៅដោយប្រសិទ្ធភាពការយល់ដឹងនិងទស្សនៈសកលទាក់ទងទៅនឹងអរិយាប័ត្រអត្តចរិតក៏ដូចជាទំនួលខុសត្រូវភាពស្មោះត្រង់ការដឹកនាំខ្លួនឯងនិងការតស៊ូមិនបោះបង់អញ្ចឹងវាសុទ្ធតែជាកត្តាសំខាន់ហើយក្នុងនេះគឺគេផ្ដោតទៅលើបច្ចេកវិទ្យាផងដែរអញ្ចឹងបច្ចេកវិទ្យាហ្នឹងគេសំដៅទៅលើការចាត់វិធានការការគិតពីអ្នកសិក្សាការដាក់បន្ទុកអូតូម៉ាទិកឬស្វ័យប្រវត្តិហើយផ្ដល់ឱកាសជាច្រើនដល់គ្រូបង្រៀនដូចជារកនៅមធ្យោបាយថ្មីក្នុងការវាយតម្លៃការសិក្សារបស់សិស្សផងដែរ
ចានៅក្នុងចំណុចនេះដែរគឺគេលើកទឹកចិត្តដូចជាការស្រាវជ្រាវផ្សេងនឹងតកតងជាមួយនឹងការរៀនហើយនឹងការបង្រៀនចាសម្រាប់បន្ថែមទៀតផងដែរនៅក្នុងចំណុចនេះខ្ញុំគិតថាការលើកទឹកចិត្តហើយនឹងការខិតខំប្រឹងប្រែងគឺជាធាតុផ្សំមួយសំខាន់ក្នុងការសិក្សានិងការអនុវត្តពីព្រោះបើសិនជាគ្មានធាតុផ្សំហ្នឹងទេគឺសិស្សអត់អាចគាត់គិតថាគាត់អត់អាចធ្វើបានទេសិស្សខ្លះគាត់គិតថាគាត់គ្មានសមត្ថភាពនិងជោគជ័យគាត់អត់អាចនឹងរីកចម្រើនប៉ុន្តែនៅពេលដែលគាត់ទទួលបានការលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងក៏ដូចជាគាត់តែងទទួលបានការទូន្មានការលើកទឹកចិត្តពីគ្រូគាត់មានអារម្មណ៍ថាគាត់អាចធ្វើកន្លែងហ្នឹងបានគាត់ជឿជាក់លើខ្លួនឯងអញ្ចឹងវាសិតតែជាកត្តាមួយដែលវាជះឥទ្ធិពលទៅលើការវាយតម្លៃផងដែរចាអញ្ចឹងខ្ញុំសូមសង្ខេបខ្លីៗមួយទៀតនោះធាតុផ្សំនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងគឺសួរថាអ្វីទៅជាការវាយតម្លៃនៅក្នុងថ្នាក់រៀនដោយការពីដើមវីដេអូខ្ញុំបញ្ជាក់ម្ដងដែរអញ្ចឹងការវាយតម្លៃនៅក្នុងថ្នាក់រៀនគឺជាការស្ទាបស្ទង់ឬវាស់វែងពីសមត្ថភាពឬការយល់ដឹងរបស់សិស្សប៉ុន្តែនៅក្នុងនេះខ្ញុំនឹងបញ្ជាក់បន្ថែមទៀតថាការវាយតម្លៃក្នុងថ្នាក់រៀនវាជាដំណើរការដែលយើងប្រមូលភស្តុតាងឬព័ត៌មានការបកស្រាយនិងការប្រើប្រាស់ភស្តុតាងនៃការបង្រៀនរបស់សិស្សដើម្បីគ្រប់គ្រងការសម្រេចចិត្តតាមមធ្យោបាយផ្សេងចានៅក្នុងនេះគេនឹងប្រាប់ថាតើការវាយតម្លៃនៅក្នុងថ្នាក់រៀនមានធាតុផ្សំអ្វីខ្លះចាអញ្ចឹងនៅក្នុងធាតុផ្សំនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនទីមួយនោះគឺការបង្កើនឲ្យសិស្សបង្កើនការសិក្សាឲ្យសិស្សប្រសើរឡើងលើកទឹកចិត្តសិស្សនិងបំណិនអរិយាប័ត្រក្នុងសតវត្សទី21មួយទៀតការដាក់ពិន្ទុឲ្យសិស្សទី2ផ្ដល់ព័ត៌មានត្រឡប់ទៅអាណាព្យាបាលវិញពីការរីកចម្រើនឬមួយក៏បន្ទាប់ពីការវាយតម្លៃហើយមួយទៀតកែសម្រួលការបង្រៀនឲ្យល្អប្រសើរចាចឹងបន្ថែមទៀតនោះវិនិច្ឆ័យនឹងចំណុចខ្លាំងចំណុចខ្សោយការយល់ខុសនិងកំហុសរបស់សិស្សអញ្ចឹងបើសិនជាកូនសិស្សមានចំណុចខ្លាំងមានចំណុចខ្សោយគឺយើងវិនិច្ឆ័យហើយដាក់ចំណុចខ្សោយរបស់គាត់ម្ដងចំណុចខ្លាំងរបស់គាត់ម្ដងពិនិត្យមើលការប្រឹងប្រែងនិងការរីកចម្រើនរបស់គាត់ចាប់បន្ទាប់ពីវាយតម្លៃគាត់ហើយយើងត្រូវពិនិត្យមើលថានៅពេលដែលយើងវាយតម្លៃលើក្រោយទៀតតើគាត់រីកចម្រើនបានប៉ុណ្ណាអញ្ចឹងពិនិត្យមើលតើគាត់ខំប្រឹងប្រែងអត់ហើយនៅចំណុចទី3គឺចងក្រងផុសតាំងការសិក្សារបស់សិស្សជាឯកសារចាដូចជាលើកទី1ពួកគាត់អាចធ្វើបានអត់សូវល្អអញ្ចឹងយើងចងក្រងទុកអញ្ចឹងការវាយតម្លៃលើកទី2យើងនឹងចងក្រងបន្ថែមទៀតទុកដែរថាគាត់រីកចម្រើនបានប៉ុណ្ណាចាហើយមួយទៀតគឺសួរថាតើគ្រូបង្រៀនគួរប្រើបច្ចេកទេសអ្វីដើម្បីប្រមូលទិន្នន័យការសិក្សារបស់សិស្សអញ្ចឹងទីមួយគឺការវាស់វែងអញ្ចឹងការវាស់វែងហ្នឹងគឺសំដៅទៅលើការដំណើរការជាប្រព័ន្ធដើម្បីកំណត់តួលេខលើអាកប្បកិរិយាការប្រើប្រាស់ចំណេះដឹងនិងបំណិនរបស់សិស្សការវាស់វែងត្រូវបានគេប្រើប្រាស់កំណត់ថាកូនសិស្សហ្នឹងមានឥរិយាបថនិងចំណេះដឹងក្នុងកម្រិតណាមួយទៀតនោះគឺយើងអាចនឹងគឺសួរថាតើគ្រូបង្រៀនប្រើប្រាស់វិធីអ្វីដើម្បីបកស្រាយលទ្ធផលអញ្ចឹងការបកស្រាយលទ្ធផលនោះគឺគ្រូបង្រៀនអាចវិនិច្ឆ័យពីគុណភាពអាចកំណត់ពីអត្តចរិតអាកប្បកិរិយាហើយនិងការអនុវត្តចំណេះដឹងមកបំណិនរបស់សិស្សដែរអញ្ចឹងក្នុងការវាយតម្លៃសិស្សមួយគឺពិតជាសំខាន់ដើម្បីដឹងថាគាត់រីកចម្រើនបានកម្រិតណាតាពីយើងវាយតម្លៃគាត់ដំបូងបន្ទាប់មកយើងមានការវាយតម្លៃតាមដំណាក់កាលរបស់គាត់មួយអញ្ចឹងកូនសិស្សនឹងគាត់រីកចម្រើនបែបណាផងដែរចាជាចុងក្រោយនេះខ្ញុំសូមសរុបមកវិញថាហេតុអីបានជាចាំបាច់មានការវាយតម្លៃអញ្ចឹងក្នុងការវាយតម្លៃទី1យើងអាចដឹងពីកម្រិតយល់ដឹងរបស់សិស្សហើយនៅចំណុចទី2យើងអាចកែលម្អនៅពេលដែលវាយតម្លៃហើយយើងកែលម្អសិស្សហើយយើងផ្ដល់ទៅសិស្សវិញថាកន្លែងនេះកូនត្រូវកែលម្អបែបម៉េចពីទៀតគឺយើងអាចផ្ដល់ព័ត៌មានត្រឡប់ទាក់ទងជាមួយនឹងការរៀនហើយនឹងការបង្រៀនហើយទាក់ទងជាមួយនឹងកម្មវិធីសិក្សាដែរហើយនឹងចុងក្រោយគឺយើងអាចផ្ដល់ការលើកទឹកចិត្តហើយណែនាំសិស្សក្នុងការសិក្សាហើយនឹងយើងនៅពេលដែលយើងវាយតម្លៃសិស្សហើយគឺយើងអាចធានាបានស្តង់ដារនៃវឌ្ឍនភាពការសិក្សាទៅបានឆ្លើយតបឬដើម្បីធានាប្រព័ន្ធនៃគុណភាពអប់រំផងដែរចា៎ជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូហើយខ្ញុំសូមទោសនៅចំណុចខ្វះខាតផ្សេងៗដែលនាងខ្ញុំនិយាយខុសដោយអចេតនាផងដែរសូមអរគុណលោកគ្រូ